សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទសុណាលដោយសារតែមានបងប្អូនយើងខ្លះគាត់ចេះតែ call មកសួរឬក៏ឆាតមកសួរថាតើគាត់ចង់ចូលក្នុងផ្ទះតិចកម្មរយៈពេលប្រមាណដែលយើងអាចចូលទៅល្អមានន័យថារយៈពេលកន្លះខែ1ខែឬក៏2ខែឬក៏3ខែរយៈពេលមួយណាដែលយើងអាចថាចូលក្នុងផ្ទះទៅវាល្អឬក៏មិនល្អព្រោះមានមតិមួយចំនួនគាត់ថាចូលផ្ទះញឹកពេកវាធ្វើឲ្យប៉ះពាល់ដល់សត្វមានន័យថារំខានសត្វសំណួរនេះខ្ញុំគិតថាជាសំណួរល្អព្រោះមានបងប្អូនយើងដែលអ្នកចិញ្ចឹមតិចកម្មជាច្រើននៅតែបែងចែកអត់ដាច់ឯគិតថាមិនដឹងថាចូលកន្លះខែម្ដងល្អឬក៏មួយខែម្ដងល្អឬក៏3ខែម្ដងល្អតែអញ្ចឹងថ្ងៃនេះខ្ញុំនឹងបញ្ចេញជាយោបល់ឬក៏ជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំដែលខ្ញុំឆ្លងកាត់ការចិញ្ចឹមតិចកម្មរយៈពេលកន្លងមកហ្នឹងទៅកាន់បងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាយកទៅធ្វើការគិតពិចារណាដោយខ្លួនឯងចុះខ្ញុំអត់និយាយថាអ្វីដែលខ្ញុំនិយាយនឹងសិតតែត្រូវឬក៏អ្នកផ្សេងគេនិយាយនឹងសិតតែខុសហើយខ្ញុំអត់បាននិយាយអញ្ចឹងទេយើងធំមកហើយយើងអាចយកទៅគិតពិចារណាខ្លួនឯងបានបើឆ្លងតាមបទពិសោធន៍ដែលខ្ញុំចិញ្ចឹមតិចកម្មតាំងពីឆ្នាំ2009មកទល់នឹងសប្តាហ៍ថ្ងៃនេះខ្ញុំគិតថាបើសិនជាយើងមានពេលយើងអាចចូលក្នុងផ្ទះតិចកម្មរបស់យើង2សប្តាហ៍ម្ដងគឺល្អបំផុតដែរប៉ុន្តែបញ្ហាត្រង់ថាពេលខ្លះផ្ទះតិចកម្មដែលយើងធ្វើវាមិននៅក្បែរផ្ទះដែលយើងស្នាក់នៅឧទាហរណ៍ថាផ្ទះតិចកម្មរបស់យើងនៅខេត្តរីឯម្ចាស់នៅភ្នំពេញអញ្ចឹងយើងអាចចេញចូលបានទេព្រោះពីកន្លែងដែលយើងស្នាក់នៅហើយនឹងទៅផ្ទះតិចកម្មរបស់យើងពេលខ្លះដីរាប់រយគីឡូនោះហើយយើងក៏មានការងារផ្សេងអញ្ចឹងយើងអាចចេញចូលផ្ទះតិចកម្មញឹកពេកបានទេព្រោះទំនំតែជិះដល់ផ្ទះតិចកម្មពេលខ្លះយើងចំណាយពេលមួយថ្ងៃបាត់ហើយប៉ុន្តែបើតាមយោបល់របស់ខ្ញុំដែលខ្ញុំសង្កេតឃើញផ្ទះតិចកម្មដែលយើងអាចចូល2សប្តាហ៍ម្ដងគឺល្អបំផុតព្រោះនៅពេលដែលមានសត្វរំខានមានអីចូលទៅរំខានសត្វនៅក្នុងផ្ទះរបស់យើងហ្នឹងគឺយើងអាចតាមដានមើលដឹងតែបើសិនជាយើងចំណាយពេលរហូតទៅដល់3ខែឬក៏2ខែបានចូលម្ដងបើសិនជាផ្ទះរបស់យើងខូចឧបករណ៍ឬក៏មានសត្វរំខានអីវាចូលទៅក្នុងផ្ទះតិចកម្មរបស់យើងអត់ដឹងទេតម្រាំតែយើង3ខែចូលម្ដងនេះយើងចូលទៅដល់ហ្នឹងសត្វរំខាននេះវាស៊ីសត្វតិចកម្មរបស់យើងនឹងអស់បាត់ហើយបើទោះជាវាស៊ីមិនអស់ហ្នឹងក៏សត្វរបស់យើងនឹងផ្អើលចេញពីក្នុងផ្ទះហ្នឹងទៅអស់បាត់ដែរហើយបើសិនជាក្នុងករណីយើងមានឧបករណ៍ណាដែលមិនដំណើរការវាខូចវាអីយើងអត់ដឹងទេយើងចាំដល់3ខែហ្នឹងគឺពិបាកមានន័យថាបើយើងចូលទៅហ្នឹងសត្វអាចផ្អើលបាត់អស់ហើយដោយសារតែឧបករណ៍យើងមិនដំណើរការឬក៏ដោយសារតែមានសត្វរំខានដែលចូលទៅរំខាននៅក្នុងផ្ទះតិចកម្មរបស់យើងអញ្ចឹងយកល្អបំផុតបើសិនជាយើងអាចធ្វើបាន2សប្តាហ៍ម្ដងគឺល្អបំផុតប៉ុន្តែសម្រាប់បងប្អូនដែលផ្ទះនៅឆ្ងាយអញ្ចឹងបើសិនជាយើងមិនបាន2សប្តាហ៍ម្ដងទេធ្វើម៉េចឲ្យបាន1ខែម្ដងចូលទៅក្នុងឆែកផ្ទះតិចកម្មរបស់យើងនឹងឲ្យបានត្រឹមត្រូវថាតើមានសត្វរំខានឧបករណ៍គ្រប់បែបយ៉ាងវាដំណើរការស្រួលបួលអស់អត់នៅហើយបន្ទាប់ពីយើងពិនិត្យឃើញថាវាស្រួលបួលអស់ហើយកុំភ្លេចប្រើក្លិនដើម្បីតាក់ទាញសត្វព្រោះផ្ទះតិចកម្មដែលខ្ញុំធ្វើកន្លងមកដែលមានសត្វច្រើនផ្ទះខ្លះបេះបានដល់មួយខែ20 30គីឡូហ្នឹងសុទ្ធតែប្រើក្លិនដើម្បីតាក់ទាញសត្វទាំងអស់ព្រោះការប្រើក្លិនតាក់ទាញសត្វហ្នឹងគឺវាជាចំណុចសំខាន់មួយនៅក្នុងចំណោមចំណុចសំខាន់ជាច្រើនដែលអាចតាក់ទាញសត្វបានហើយបងប្អូនកុំជឿថាប្រើក្លិនតាក់ទាញសត្វទៅប៉ះពាល់គុណភាពសបុកប៉ះពាល់អីហ្នឹងវាអត់ទេព្រោះយើងមិនមែនប្រើក្លិនហ្នឹងតែជះទៅលើឈើណាយើងដាក់ទៅនៅក្នុងផ្ទះហ្នឹងអញ្ចឹងវាអត់មានតែប៉ះពាល់ដល់គុណភាពសបុកអីទេហើយណាមួយអ្នកដែលទិញសបុករបស់យើងក៏គេមិនបានទៅសួរនាំអូសបុករបស់យើងហ្នឹងប្រើក្លិនអីក្លិននេះក្លិននោះគេមិនដែលទៅសួរនាំទេសំខាន់សបុករបស់យើងយកទៅលក់ទៅឲ្យគេនេះវាស្អាតអត់ហើយតម្លៃដែលយើងចរចាជាមួយគេនេះវាសមរម្យអត់វាត្រឹមត្រូវអត់អញ្ចឹងអាហ្នឹងគឺជាចំណុចសំខាន់ដែលមានអ្នកលក់តិចអ្នកទិញសបុកតិចកម្មណាទៅសួរផ្ទះរបស់យើងប្រើថ្នាំអីប្រើក្លិនអីវាអត់ទេហើយណាមួយប្រើក្លិនទាំងអស់ហ្នឹងក៏វាអត់មានប៉ះពាល់គុណភាពអីទៅដល់សបុកដែរព្រោះខ្ញុំធ្វើផ្ទះតិចកម្មរយៈពេលវា15 16 17ឆ្នាំហើយតាំងពីឆ្នាំ2009មកហើយខ្ញុំប្រើក្លិននឹងរហូតតែខ្ញុំទៅពិនិត្យសុខភាពខ្ញុំអត់មានប៉ះពាល់សុខភាពអីទេអញ្ចឹងអ្វីដែលគេនិយាយថាប្រើក្លិននឹងប៉ះពាល់សុខភាពប៉ះពាល់សបុកប៉ះពាល់អីហ្នឹងបើសម្រាប់ខ្ញុំគិតថាវាគឺជារឿងដែលមិនសមហេតុផលគឺជារឿងដែលមិនទំនងសោះឡើយអ្នកខ្លះគាត់អត់ហ៊ានចំណាយលុយទិញថ្នាំសម្រាប់តាក់ទាញសត្វអីគាត់បែរជានិយាយចឹងវិញថាប្រើថ្នាំនឹងទៅវាប៉ះពាល់ដល់សបុកប៉ះពាល់អីអត់ទេខ្ញុំគិតថាការនិយាយបែបហ្នឹងវាមិនមែនជារឿងសមទំនងទេធាតុពិតអត់ហ៊ានចំណាយលុយទិញហើយយើងធ្វើតាក់ទាញកម្មមួយទាំងមូលយើងអត់ហ៊ានចំណាយលុយប្រហែល100ទិញថ្នាំសម្រាប់តាក់ទាញសត្វតិចកម្មបើយើងធ្វើផ្ទះអស់លុយរាប់ម៉ឺននៅហ្នឹងអានេះវាមិនខុសពីយើងមានលុយទិញគោដុតស៊ីអត់ហ៊ានចំណាយលុយទិញទឹកស៊ីអ៊ីវយកមកចលក់សាច់គោឲ្យវាកាន់តែមានរសជាតិឆ្ងាញ់យ៉ាងហ្នឹងតិចទៀតប៉ុន្តែការចេញចូលផ្ទះតិចកម្មរបស់យើងនឹងទៀតសោតបើយើងចេញចូល2សប្តាហ៍ម្ដងប៉ុន្តែយើងអត់ចេញចូលយើងប្រើរយៈពេលយូរទេយើងប្រើរយៈពេលមួយផ្លែតទេយើង
យើងចូលវាត្រឹមកន្លះម៉ោងអីទៅបានហើយយើងរើសម៉ោងណាដែលសัตว์អត់មានលេងមានន័យថាសัตว์អត់មានលេងនៅព័ទ្ធជុំវិញផ្ទះរបស់យើងចឹងយើងចូលទៅហើយម៉ោងដែលល្អសម្រាប់ចូលទៅក្នុងផ្ទះតិចកាមគឺចន្លោះពីត្រឹមម៉ោង8ទៅដល់ម៉ោងត្រឹម11ថ្ងៃហើយបើពេលថ្ងៃវិញចន្លោះពីម៉ោង1ទៅដល់ត្រឹមម៉ោង4ឬក៏4កន្លះអីប៉ុណ្ណឹងបានហើយកុំឲ្យវាល្ងាចខ្លាំងពេកពេលខ្លះកូនសัตว์វាឆាប់ចូលទៅសម្រាប់ស្លាប់ចឹងនៅពេលដែលយើងចូលទៅកណ្ដោះក្នុងផ្ទះតិចកាមហ្នឹងវាធ្វើឲ្យវាផ្អើលចេញទៅក្រៅទៅពេលខ្លះវាអត់ចូលវិញទេហើយសម្រាប់ប្រធានបទនេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ត្រង់ណាអីអាចឆាតសួរបានហើយសម្រាប់ទឹកមាត់តិចកម្មខ្មែរយើងមានបទពិសោធន៍ធ្វើផ្ទះតិចកម្មតាំងពីឆ្នាំ2009ហើយក៏យើងទទួលធ្វើការកែប្រែសម្រាប់ផ្ទះតិចកម្មទាំងឡាយណាដែលអត់សូវមានសត្វតិចកម្មហ្នឹងកែប្រែឲ្យទៅជាមានសត្វមានអីវិញបានហើយចឹងបើសិនជាបងប្អូនមានតម្រូវការអីអាច call ឬក៏ឆាតមកក្នុង Telegram ឬឆាតចូលក្នុង page ហ្នឹងក៏បានដែរហើយសូមបងប្អូនទាំងអស់គ្នាជួយ follow page ម្នាក់មួយផងអរគុណច្រើនជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយទៀត